ដល់ប្រធានបទរបស់យើងការសិក្សាស្វែងយល់អំពីលទ្ធិប្រជាធិបតេយ្យអ្វីទៅជាលទ្ធិប្រជាធិបតេយ្យពីប្រជាធិបតេយ្យមានន័យថាជាភាពនៃប្រទេសដែលមានប្រជាពលរដ្ឋជាអធិបតីឬក៏រដ្ឋបាលដែលយកប្រជាជនជាធំក្នុងការជ្រើសរើសតំណាងរបស់ខ្លួនដើម្បីឲ្យសម្រេចកិច្ចការក្នុងប្រទេសឬក៏ជាទម្រង់នៃការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋគឺជាអត្ថន័យរបស់ពាក្យប្រជាធិបតេយ្យដោយទៅលើប្រទេសដែលយកប្រជាជនប្រជាពលរដ្ឋជាធំពីអធិបតីនេះមកន័យថាជាធំជាប្រមុខជាប្រធានអញ្ចឹងប្រទេសដែលកាន់យករបបប្រជាធិបតេយ្យគឺប្រទេសហ្នឹងគឺឲ្យតម្លៃទៅលើប្រជាពលរដ្ឋចាត់ទុកប្រជាពលរដ្ឋជាធំលើគេបើជាប្រមុខជាប្រធានមកធ្វើអីក៏ដោយក៏ឯកទៅលើឆន្ទៈរបស់ប្រជាពលរដ្ឋបើយើងមើលនៅក្នុងនេះគឺថាតាក់ទងទៅនឹងការជ្រើសរើសតំណាងរបស់ខ្លួនដូចជាអ្នកដឹកនាំមួយជាដើមគឺប្រជាពលរដ្ឋគឺជាអ្នកជ្រើសរើសតាមរយៈការបោះឆ្នោតអញ្ចឹងប្រជាពលរដ្ឋគាត់ពេញចិត្តអ្នកណាដែលគាត់គិតថាអាចជាអ្នកដឹកនាំដែលល្អអញ្ចឹងគឺគាត់បោះឆ្នោតជ្រើសរើសអ្នកนั้นធ្វើជាអ្នកដឹកនាំអញ្ចឹងគឺផ្អែកទៅលើឆន្ទៈរបស់ប្រជាពលរដ្ឋគាត់អាចជ្រើសរើសមនុស្សឬក៏អ្នកដឹកនាំដែលគាត់ពេញចិត្តគាត់គិតថាល្អទៅតាមអ្វីដែលគាត់ចង់បានចឹងហើយបានជាប្រទេសខ្លះគេធ្វើប្រជាមតិទៀតបើចង់ធ្វើអីក៏ដោយដើម្បីចង់ដឹងថាតើប្រជាពលរដ្ឋគាត់យល់ព្រមដែរអត់គាត់គិតថាល្អតើប្រជាពលរដ្ឋគាត់គិតថាធ្វើនោះវាមានប្រយោជន៍ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋគាត់យល់ព្រមតែបើសិនគាត់គិតថាវាអាចប៉ះពាល់ទៅដល់ផលប្រយោជន៍របស់គាត់វាឲ្យគាត់លំបាកនៅថ្ងៃក្រោយគឺគាត់អាចមានសិទ្ធិមិនផ្ដល់ប្រជាមតិមិនយល់ព្រមទៅលើបញ្ហាទាំងអស់នេះនេះប្រទេសដែលប្រជាធិបតេយ្យគឺគេឲ្យតម្លៃទៅលើប្រជាពលរដ្ឋបែបនេះតែកាលណាពលរដ្ឋជំទាស់គឺថ្នាក់ដឹកនាំឬក៏រដ្ឋាភិបាលមិនអាចធ្វើអ្វីបានពីព្រោះគេគិតថាបើសិនជាប្រជាពលរដ្ឋគាត់ជំទាស់វាធ្វើទៅវាអាចប៉ះពាល់ទៅដល់ផលប្រយោជន៍គាត់ណាធម្មតាបើសិនជាធ្វើទៅវាមានប្រយោជន៍ដល់ប្រជាពលរដ្ឋមិនមែនគាត់ជំទាស់ទេអ្វីដែលសំខាន់គឺរាល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលហ្នឹងក៏គិតទៅលើឆន្ទៈរបស់ប្រជាពលរដ្ឋដែរ